គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមលើកយកករណីនៃការចោះដោយរុនមួយ PSD ដើម្បីយកទ្រនាប់ឌីសចង្កេះ 5S1 ផ្នែកខាងស្ដាំបងប្អូនរូបក្នុងរង្វង់មូលពណ៌លឿងហ្នឹងជាបំណែកឌីសដែលវាគៀបទៅលើសរសៃហ្នឹងធ្វើឲ្យគាត់ឈឺចុកចាប់ខ្លាំងពីចង្កេះចាក់មកជើងផ្នែកខាងស្ដាំយើងបានសម្រេចចិត្តចោះយកគាត់ដោយបច្ចេកទេសរុនមួយ PSD បងប្អូននេះខ្ញុំកំពុងតែគៀសនៅសរសៃនឹងចេញណាបងប្អូនពេលយើងគៀសចេញទៅគឺអាខាងក្រោមហ្នឹងគឺជាទ្រនាប់ឌីសដែលវាលៀនហ្នឹងឯងហើយយើងនឹងយកអាឌីសដែលវាលៀនចេញហ្នឹងដើម្បីកុំឲ្យមានការគៀបសង្កត់ទៅលើសរសៃទៀតបងប្អូនតែដោយសារវាការគៀបសង្កត់ហ្នឹងយូរវាមានសរសៃឈាមច្រើនអញ្ចឹងមុននឹងយើងចោះយើងត្រូវខត់ឈាមវាសិនបងប្អូននោះជាឧបករណ៍ខ្ញុំខាត់ឈាមហើយនេះបន្តមកទៀតយើងចាក់ទម្លាយអាឌីសហ្នឹងណាបងប្អូនហើយពេលដែលវាធ្លាយចេញមកហើយបានយើងយកឧបករណ៍យើងមួយនេះទៀតដើម្បីចាប់យកឌីសដែលលៀននឹងចេញយើងយកបន្តិចម្ដងបងប្អូនព្រោះកាលណាយើងយកចេញវាអស់ពេកវាធ្វើឲ្យឆ្អឹងខ្នងរបស់គាត់វាសុញលើគ្នាអញ្ចឹងក៏វាបង្កផលលំបាកដែរអញ្ចឹងយើងយកតែផ្នែកណាដែលលៀនហ្នឹងចេញទៅបងប្អូនដើម្បីកុំឲ្យមានការគៀបសង្កត់ទៅលើសរសៃវិញ្ញាណរបស់គាត់ទៀតហើយនេះជាវីដេអូបន្ទាប់ពីការចោះយករូបហើយបងប្អូនឃើញសរសៃហ្នឹងគឺវាទម្លាយហើយវាលែងមានការគៀបសង្កត់ទៀតហើយបងប្អូនហើយបច្ចេកទេស PSD ហ្នឹងគឺការចោះយកទ្រនាប់ឌីសទៅរុនមួយបងប្អូនគឺវារក្សាទម្រង់ឆ្អឹងខ្នងបានមាំស្នាមរបួសតូចបាត់បង់ជាតិតិចហើយមានប្រសិទ្ធភាពខ្ពស់ហើយជាទីបញ្ចប់ខ្ញុំបាទសូមគ្រប់ថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនវិរៈកងទ័ពយើងដែលយកជីវិតការពារទឹកដីរបស់យើងបាទអរគុណបងប្អូនអរគុណ